សួស្តីបងប្អូនលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តរបស់ធុបព្រីជាទីមេត្រីបាទថ្ងៃនេះធុបព្រីខ្ញុំបានដកស្រង់នៅខ្សែភាពយន្តភាគថៃមួយរឿងទៀតហើយបាទក្រោមចំណងជើងថាប្រតិបត្តិការគិញសម្ងាត់បាទរឿងនេះពិតជាល្អមើលខ្លាំងណាស់បាទសម្រាប់បងប្អូនដែលនិយមទស្សនានៅខ្សែភាពយន្តភាគថៃបាទវគ្គស៊ើបអង្កេតបាទកុំភ្លេចចុចនៅ link ខាងក្រោមនៃវីដេអូយើងនេះផ្ទាល់ឬបងប្អូនអាចចូលទៅកាន់ website របស់ធុបព្រីក៏បានដែរដើម្បីចូលទៅកាន់ website របស់ធុបព្រីមិនបាក់ទេបងប្អូនគ្រាន់តែបើកទៅលើ browser នៅមួយក្នុងទូរស័ព្ទដៃឬកុំព្យូទ័ររបស់បងប្អូនហើយយើង search ពាក្យថា thupri.net អូខេចាប់ផ្ដើមបងប្អូនតែម្ដងបាទអូខេបាទឥឡូវនេះយើងចាប់ផ្ដើមចូលមកដល់ Google បាទបងប្អូនចាប់ផ្ដើម search បាទ T U B E F O E N E T Interpol តែម្ដងបាទអូខេឥឡូវនេះធុបព្រីនៅខាងលើស្រស់សង្ហាបងប្អូនចុចលើវាពងជាការស្រេចតែម្ដងបាទឥឡូវនេះយើងចូលមកដល់ home page របស់ធុបព្រីហើយបងប្អូនឃើញថាមានខ្សែភាពយន្តជាច្រើនចម្រុះតែម្ដងបាទមិនថាថៃខ្មែរចិនកូរ៉េទេបងប្អូនចង់ទស្សនាខ្សែភាពយន្តណាមួយអាចចុចទៅលើរូបភាពនិងចំណងជើងបានអូខេឥឡូវបងប្អូនចុចទៅលើពងតែម្ដងបាទអូខេឃើញរឿងទេបាទអូខេថ្ងៃនេះបងប្អូនចង់ទស្សនាខ្សែភាពយន្តភាគថៃបងប្អូនកុំភ្លេចចុចលើ menu ថៃហើយយើងរករឿងយើងមកប្រតិបត្តិការគិញសម្ងាត់បាទរឿងនេះទៅធ្វើការផុសថ្មីក្តៅតែម្ដងបាទរឿងទៅចេញទេហើយកំពុងផ្ទុះទៀតផងបាទអូខេឥឡូវអូខេរឿងយើងនៅទំព័រទី2បាទបងប្អូនចុចទៅលើវាមកយើងនឹងឃើញហើយរឿងយើងមានពីភាគ1ដល់ភាគ2បាទសម្រាប់បងប្អូនដែលនិយមទស្សនាតាមរយៈទូរស័ព្ទដៃនៅពេលដែលចូលមកមានទម្រង់បែបនេះបាទមិនបាក់ទេបងប្អូនចុចលើ menu ត្រេបបិដងខាងស្ដាំដៃខាងលើគេហើយយើងចុចទៅលើពាក្យថាថៃបាទអូខេយើងស្រួលចុះក្រោមមកមិនដូចជានៅទំព័រទី2បងប្អូនចុចនិចទំព័រមកបាទនេះឬចុចលេខ2នេះក៏បានដែរបាទប្រតិបត្តិការគិញសម្ងាត់បាទតែបើសិនជាបងប្អូនចូលមកមិនឃើញរឿងយើងនៅទំព័រទី2នឹងទេបងប្អូនក៏អាច search បានផងដែរជាមួយនឹងធុបព្រីខ្ញុំបាទដោយចុចទៅលើប៊ូតុង search ទៅលើវាពាក្យថាគិញបាទ K បាទ I N H បាទតែប៉ុណ្្នឹងទៅបាទចេញហើយ Interpol តែម្ដងមកបាទចេញតែម្ដងបាទជាមួយបងប្អូនដែលប្រើប្រាស់តាមរយៈកុំព្យូទ័រក៏អាច search បានផងដែរដែលចុចលើប្រអប់ search ខាងលើវាពាក្យថាគិញ K I N H ដកឃ្លាបាទតែប៉ុណ្្នឹងទៅចេញតែម្ដងបាទអូខេអរគុណច្រើនសម្រាប់បងប្អូនដែលនិយមទស្សនានៅខ្សែភាពយន្តនៅជាមួយនឹងwebsite ធុបព្រីខ្ញុំបាទកុំភ្លេចជួយ share ទៅតាមបណ្ដាញសង្គមនានាផងដែរបងប្អូនអាច comment នៅក្រោមវីដេអូនេះបន្តបើសិនបងប្អូនមានចម្ងល់មានសំណួរពោលផ្សេងបាទកុំភ្លេចជួយ like page ធុបព្រីខាងស្ដាំដៃមួយផងបាទអរគុណច្រើនជម្រាបលាបាទ